ជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងខ្ញុំម្ដងទៀតសម្រាប់បងប្អូនណាដែលត្រូវការដាក់ like នៅក្នុង Instagram ចំពោះបងប្អូនដែលផុសក្នុង IG ចង់ឲ្យបាន like ច្រើនហើយបងប្អូនណាមើលវីដេអូនេះពីដើមដល់ចប់បានតែគ្រាន់តែត្រូវការ link មកផុសនៅក្នុង Instagram របស់យើងប៉ុណ្ណឹងឯងជាដំបូងគឺយើងត្រូវចូលទៅក្នុង Instagram ហើយយើងយកផុសណាដែលយើងចង់ boost មកបងប្អូនយកជារូបភាពក៏បានយកជាវីដេអូក៏បានដែរឧទាហរណ៍នេះខ្ញុំយកវីដេអូនេះហើយវីដេអូនេះគឺអត់មាន like ទេគឺមានតែមួយទេដើម្បី boost បានយើងគ្រាន់តែ copy link វីដេអូហ្នឹងមកពេលដែលយើង copy link វីដេអូហ្នឹងហើយបងប្អូនជំហានបន្ទាប់ទៀតនោះគឺត្រូវចូលទៅក្នុង Safari ឬក៏ Google ដើម្បី search ពាក្យថាសបាយ SMMបងប្អូនsearch ពាក្យថាសបាយ SMM មកបន្តមកទៀតបងប្អូនចុចពាក្យ search មកបងប្អូននឹងឃើញ website របស់យើងមួយដែលនៅខាងលើគេដែលមានឈ្មោះថាសបាយ SMM ជាមួយនឹង logo រូបតុក្កតាចំពោះបងប្អូនដែលអត់ចង់ឲ្យច្រឡំជាមួយ website ផ្សេងបងប្អូនត្រូវ search ពីដើមរហូតដល់ចប់រហូតដល់ពី .com បងប្អូននឹងឃើញតែ website មួយហ្នឹងឯងហើយពេលដែលបងប្អូនឃើញ website ហ្នឹងហើយបងប្អូនគ្រាន់តែចុចនៅលើ website ហ្នឹងមកពេលដែលបងប្អូនចុចនៅលើ website ហើយបងប្អូននឹងបានមកដល់កន្លែងនេះបងប្អូនគ្រាន់តែដាក់ username password ហើយ login ចូលប្រើប្រាស់ហ្មងហើយឧទាហរណ៍ថានេះខ្ញុំដាក់ username របស់នេះខ្ញុំបន្ទាប់មកទៀតយើងដាក់ password បងប្អូនដាក់ password របស់បងប្អូនមកតើមកយើងចុចកន្លែង remember me នេះហើយយើងក៏ login ចូលប្រើប្រាស់ហ្មងទៅប៉ុន្តែចំពោះបងប្អូនដែលមិនទាន់បានចុចឈ្មោះប្រើប្រាស់ website ទេគឺអត់ទាន់បានដាក់ username ហើយ password ការទេបងប្អូនត្រូវចុចកន្លែង sign up នៅខាងលើហើយជំហានបន្ទាប់មកបងប្អូនគ្រាន់តែចុចឈ្មោះប្រើប្រាស់ website បងប្អូនគ្រាន់តែត្រូវការ Gmail បងប្អូនមួយនិង password email ហើយដាក់ username ទៅគឺយើងចុចឈ្មោះប្រើប្រាស់ website បានហើយបន្ទាប់មកទៀតបងប្អូនគ្រាន់តែចំណាំ username ទុកហើយនិង password ទុកដើម្បីជាវាថ្ងៃក្រោយយើងត្រូវការចុចឈ្មោះប្រើប្រាស់ website ទៅយើង login ប្រើប្រាស់គឺយើងដាក់តែ username ហើយ password គឺយើងអាចប្រើប្រាស់បានហើយដើម្បីជាវាបងប្អូនអាសាផ្លេចអីឬក៏ពិបាកថ្ងៃក្រោយអីបងប្អូនអាច screenshot ទុកឬក៏ note ទុកកត់ទុកអីក៏បានដែរបន្ទាប់មកទៀតយើងគ្រាន់តែ login មកបន្ទាប់ពីយើង login ហើយគឺយើងបានមកដល់កន្លែងនេះគឺកន្លែងប្រើប្រាស់សេវាកម្មរបស់យើងក្នុងទឹកប្រាក់website របស់នេះខ្ញុំគឺមានទឹកប្រាក់ចំនួន 0.78 ហើយកន្លែងដាក់ប្រាក់នោះផងដែរគឺនៅកន្លែងខាងឆ្វេងដៃសញ្ញាព្រួយខាងលើគេនោះបងប្អូនចុចកន្លែងហ្នឹងមកបងប្អូននឹងឃើញពី advance បងប្អូនចុចកន្លែងហ្នឹងទៅនឹងឃើញពីកន្លែងដាក់លុយហើយរបៀបដាក់ប្រាក់នៅក្នុងគណនីបងប្អូនទៅមើលកន្លែងចុះឈ្មោះប្រើប្រាស់ website ដែរនេះខ្ញុំបានដាក់ជាមួយគ្នាហើយបងប្អូនមើលទៅក៏ដាក់ប្រាក់ទៅបងប្អូនមានត្រឹមតែ 50% អីក៏បងប្អូនអាចប្រើប្រាស់សេវាកម្មបានដែរបន្ទាប់ពីបងប្អូនដាក់ប្រាក់នៅក្នុងគណនីចូលអីហើយបងប្អូនមើលកន្លែងបណ្ដុំសេវាកម្មនេះមានឃើញសេវាកម្ម YouTube មានឃើញសេវាកម្ម Facebook មានឃើញសេវាកម្ម TikTok IG អញ្ចឹងទៅអញ្ចឹងថ្ងៃនេះវីដេអូរបស់យើងគឺ focus ទៅលើ IG អញ្ចឹងយើងselectយកសេវាកម្ម IG មកបន្ទាប់មកយើងអមមកខាង comment តិចយើងឃើញពាក្យ category បងប្អូនចុចនៅលើកន្លោនឹងមកហើយបងប្អូនអរមើលពាក្យថា Instagram like នេះបងប្អូន Instagram like ហ្នឹងយើងចុចនៅលើនឹងមកហើយវាមិនមានតែប៉ុណ្្នឹងទេគឺមានសេវាកម្មច្រើនទៀតប៉ុន្តែថ្ងៃនេះគឺយើង focus ទៅលើ Instagram like អញ្ចឹងយើង select យក Instagram like មកបន្តមកទៀតបងប្អូនមកមើលកន្លែង service នេះបងប្អូនចុចនៅលើកន្លោហ្នឹងមកហើយវាមានតម្លៃសេវាកម្មតែមួយទេគឺ1.86នៅក្នុង1000 like អញ្ចឹងយើង select យកហ្នឹងមកដល់កន្លែងនេះគឺយើងត្រូវដាក់ link ដែលយើងបាន copy ពីដើមវីដេអូហ្នឹងយើងចុច2ដងមកហើយយើងចុចពាក្យ paste មកបន្ទាប់មកទៀតបងប្អូនមកដល់កន្លែងនេះគឺបងប្អូនដាក់ចំនួនឧទាហរណ៍នេះខ្ញុំដាក់ចំនួន100គឺយើងចំណាយត្រឹមតែ 0.18 សេនទេហើយបងប្អូនចុច
កន្លែងចំណាយធំ8សេនហ្នឹងបងប្អូនមើលកន្លែងឆាតនៅខាងខម8សេនហ្នឹងបានន័យថាយើងចំណាយទៅលើ100 like របស់យើងណាហើយវាអត់មានអីពិបាកទេមកដល់កន្លែងហ្នឹងហើយគឺអស់ហើយយើងគាត់ទៅចុច submit មកពេលដែលយើងចុច submit ហើយយើងនឹងឃើញវិក័យប័ត្រពណ៌ខៀវបែបនេះបានន័យថាការបញ្ជាទិញសេវាកម្មរបស់យើងហ្នឹងគឺជោគជ័យរួចរាល់ជាការស្រេចហើយដើម្បីរងចាំលទ្ធផលបងប្អូនក៏រងចាំពី5ទៅ6នាទីបងប្អូននឹងឃើញលទ្ធផលលោតចូលទៅក្នុង IG បងប្អូនហើយបើបងប្អូនមានជំងឺកន្លែងនេះអាច comment សួរនៅខាងខមវីដេអូបានហើយចង់ឃើញវីដេអូពីរបៀបបូសេវាកម្មផ្សេងទៀតបងប្អូនកុំភ្លេចចុច subscribe នៅលើ channel YouTube របស់នាងខ្ញុំហើយចាំជួបគ្នានៅវីដេអូក្រោយវីដេអូយើងគឺមានតែប៉ុណ្្នឹងទេអរគុណនិងជម្រាបលាបងប្អូនទាំងអស់គ្នា